ខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីជ្រះថ្លាដោយយ៉ាងក្រៃលែងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់ដោយសេចក្តីរាប់អាននៅក្នុងព្រះធម៌នៅក្នុងឱកាសពេលវេលាដែលមានតម្លៃក្នុងថ្ងៃនេះខ្ញុំព្រះករុណាសូមលើកយកនៅពុទ្ធដីកាដែលតេតងអំពីកិលេសធម៌ដែលជាគ្រឿងសៅហ្មងនៃចិត្តដើម្បីបានចែកជាធម្មទានជូនដល់គុណចាស់ញាតិញោមពុទ្ធបរិស័ទដើម្បីបានជាប្រយោជន៍និងបានជាបញ្ញាផោសាធុវោហិសាទិសបរោះប្រុសស្រីទាំងឡាយជីវិតរបស់មនុស្សយើងរាល់ថ្ងៃនេះគឺតែងតែមានកិលេសគឺគ្រឿងសៅហ្មងនៃចិត្តគ្រប់គ្នាទាំងអស់កាលណាដែលអាយុជីវិតរបស់សត្វទាំងឡាយណាមានសេចក្តីភ័យមានភាពបាក់ស្បាតមានការបាក់ទឹកចិត្តខូចចិត្តខ្វល់ចិត្តតូចចិត្តព្រួយចិត្តមូម៉ៅចិត្តសោកសៅអបសុខធុញទ្រាន់ខ្វល់ខ្វាយគ្រឿងក្រៀមក្រំចិត្តនិងតល់នឹងតោះចិត្តមិនពេញចិត្តថ្នាក់ចិត្តនេះគឺជាគ្រឿងកិលេសដែលលំអិតម៉ត់បំផុតដេកសំងំត្រាំនៅក្នុងសន្តានអាយុជីវិតរបស់សត្វគ្រប់រូបហើយតែងតែប្រកបឡើងកើតឡើងនៅពេលណាតែមនុស្សតែងតែប្រាថ្នាឡើងកើតឡើងនៅពេលណាដែលមនុស្សធ្វេសប្រហែសបាត់សតិសម្បជញ្ញៈក្នុងការគិតនៅក្នុងការធ្វើដំណើរជីវិតជាដើមកិលេសក្នុងខ្លួនយើងនឹងមិនស្ដើងផងទេម្ដេចក៏យើងត្រូវប្រមូលនៅគ្រឿងសៅហ្មងរបស់គេមកដាក់នៅក្នុងខ្លួនរបស់យើងទៀតអ្វីទៅដែលហៅថាសច្ចៈពិតឬបរមត្ថសច្ចៈនោះគឺការឃើញនៅសង្ខារពិតដូចឃើញផ្ទះដែលកំពុងតែនឹងឆេះនៅរូបរាងកាយដែលកំពុងមានពុកណារូបកំពុងផុយរលួយចិត្តគំនិតកំពុងស្អុយរលួយឃើញទោសពិតដូចឃើញបាយលាយថ្នាំពិសតែត្រូវតែហូបឃើញទោសកាន់តែច្បាស់ចិត្តកាន់តែនឿយណាយដូចស្វាមីនឿយណាយនឹងភរិយាពេលឃើញទោសភរិយាក៏មានចិត្តប្រាថ្នាចង់ចាក់ចេញនៅសង្ខារដូចជាកង្កែបចង់រួចពីមាត់ពុះឬត្រីចង់រួចពីសំណាញ់យ៉ាងណាមិញពិធីចិញ្ចាក់សង្ខារគឺលើកសង្ខារឡើងកាន់តែព្រះត្រៃលក្ខណៈពិចារណាឃើញសង្ខារអត់ប្រយោជន៍មិនមានអ្វីគួរជាប់ជំពាក់មិនស្អប់មិនស្រឡាញ់ចិត្តជាកណ្ដាលឧបេក្ខាដូចម្ដេចហៅថាសច្ចៈភាពក្នុងច្បាស់ធម្មជាតិណាភាពស្មោះត្រង់រលត់បាត់ព្រោះបាត់នៅសច្ចៈចិត្តស្មោះត្រង់រលត់បាត់ព្រោះបាត់មេត្តាមាន
ការឲ្យទានបាត់ព្រោះបាត់ករណាសង្គមធម៌បាត់ឬហៅថាសង្ឃធម៌បាត់ព្រោះបាត់ចិត្តណាត្រេកអរអត្តានេះគឺថាជាខ្លួនយើងបាត់ព្រោះបាត់ដោយអកតេទីណាអកតេក្រាស់ទីនោះបុគ្គលក្រាស់ទីណាអកតេក្រាស់ទីនោះអយុត្តិធម៌ក្រាស់ទីណាអកតេក្រាស់ទីនោះសាមគ្គីភាពស្ដើងនិងភាពច្របូកច្របល់ក្រាស់វិនាសកាន់តែខ្លាំងកុំដើរបញ្ចើកត់ក្រំផ្ទុយពីចិត្តតណាកុំរៀមកំហែងច្បាប់ធម្មជាតិកុំរើសបំរាស់ដោយភាពល្ងងខ្លៅអ្វីខ្លះដែលតួពិចារណាដើម្បីញ៉ាំងកម្លាំងពលំឲ្យកើតមានបញ្ញាធ្វើឲ្យលោភៈទោសៈមោហៈងងឹតថយចុះនឹងល្ងងធ្វើឲ្យលោភៈទោសៈមោហៈមានពន្លឺមានកម្លាំងលោភៈធ្វើឲ្យភ័យខ្លាចមានកម្លាំងការមើលឃើញទោសរបស់ខ្លួនប្រសើរជាងមើលឃើញតែគុណរបស់គេអ្នកដទៃបើគ្មានគេគ្មានយើងទេកំហឹងទាំងឡាយកាន់តែជាកិលេសនៃចិត្តតែប៉ុណ្ណោះបើគ្មានគេគ្មានយើងទេពាក្យសរសើរនិងពាក្យនិន្ទាក៏គ្មានដែរគ្មានអ្នកណាធ្វើឲ្យអ្នកណាម្នាក់បរិសុទ្ធបានក្រៅពីខ្លួនឯងឡើយគ្មានអ្នកណាចាប់បង្ខំឲ្យយើងខឹងបាននៅពេលដែលយើងមិនព្រមខឹងនោះទេការតូចចិត្តនឹងខ្លួនឯងជាការចាញ់បោកគំនិតខ្លួនឯងត្រូវប្រាថ្នាអ្វីដែលនាំឲ្យស្ដើងទុកតែកុំប្រាថ្នាអ្វីដែលនាំឲ្យកើតទុកធ្ងន់មានអ្នកគឺការប្រកាន់កើតឡើងមេត្តាដាក់ចុះខឹងក្រោធកើតឡើងយើងមានសំណាក់បានជួបគ្នាជាសប្បុរសជនតែគ្មានឧបនិស្ស័យនិងជាសប្បុរសធម៌យើងមានសំណាងបានជួបនឹងបណ្ឌិតតែគ្មានឧបនិស្ស័យនិងបានជាកតេបណ្ឌិតយើងមានសំណាងបានទៅចិត្តវត្តណាបានស្គាល់ព្រះសង្ឃតែគ្មានឧបនិស្ស័យនិងស្ដាប់ព្រះធម៌តើសពសត្វមានការផ្លាស់ប្ដូរយ៉ាងណារូបចាស់ស្លាប់រូបថ្មីកើតរូបថ្មីស្លាប់រូបថ្មីមួយទៀតកើតឡើងរូបវេទនាកើតស្លាប់កើតលឿនរហ័សណាស់បច្ចុប្បន្ននេះคล้ายទៅជាអតីតរាល់មួយប្រពេចភ្នែករាល់រូបសម្លេងក្លិនរសផុសតាពៈត្រជាក់ក្តៅទន់រឹងតឹងញ័រញាក់ក៏កើតឡើងរលត់ផុតយ៉ាងណាឆាប់រហ័សដែរការកើតជាការជួបនិងការបាត់ការស្លាប់ជាការបែកនិងការបាត់បង់តើគួរធ្វើយ៉ាងណាចំពោះបច្ចុប្បន្ននិងអតីតអ្នកដែលអត់ធន់នឹងពាក្យដែលជ្រុលជ្រុះហួសបានជាការប្រសើរដល់ក្រៃលែងមិត្តដ៏ល្អគឺមិត្តមិនចេះមានគំនិតប្រឆាំងប្រជែងនឹងមិត្តឡើយ
គួរតែខំបំភ្លេចរឿងរ៉ាវទាំងអស់ឲ្យបានមុនពេលស្លាប់អ្នកដែលរលត់សេចក្តីត្រេកអរនិងសេចក្តីពេញចិត្តក្នុងរូបសម្លេងក្លិនរសផតពៈគឺជាអ្នកដឹងច្បាស់នៅអរិយសច្ចធម៌ចូលផ្ដើមឲ្យអភ័យទោសដល់អ្នកដែលយើងមិនពេញចិត្តគួរណាស់តែយើងខំសងបំណុលចាស់ឲ្យអស់ចាំទៅមុខទៀតបំណុលអតីតសងមិនទាន់អស់ផងម្ដេចក៏ខំសន្សំបំណុលបច្ចុប្បន្ននេះទៀតតើធ្ងន់ប៉ុណ្ណាទៅទៅអនាគតកាន់តែប្រកាន់កាន់តែពៀលរស់ព្រោះប្រកាន់កាន់ជាប់នៅក្នុងសន្តានតែបណ្ឌិតរស់ព្រោះសណ្ដោសសច្ចៈរលត់ព្រោះអតីតក្រាស់មានអ្នកមាននៅព្រោះសេចក្តីព្យាយាមរលត់ព្រោះកើតភាពស្លន់ស្លោបុគ្គលគួរប្រយ័ត្នសម្ដីទាំងនេះគឺគួរកុំនិយាយច្រើនពីអ្វីដែលមិនទាន់កើតមានគួរកុំនិយាយច្រើនពីអ្វីដែលកើតមានកន្លងទៅហើយគួរកុំនិយាយពីគេដើម្បីខ្លួនគួរកុំនិយាយអាក្រក់ពីគេគួរនិយាយពីអ្វីដែលកំពុងកើតមានគួរនិយាយពីគេដើម្បីគេមានរូបមានទុក្ខមនុស្សយើងគ្រប់រូបសុទ្ធតែមានសេចក្តីទុក្ខព្រោះកើតមកមានរូបតែមនុស្សមិនចង់បានទុក្ខទេបើដូច្នេះតើមានវិធីណាអាចរំដោះទុក្ខទោសនោះបានព្រះពុទ្ធបានបង្រៀនយើងឲ្យមើលឃើញទុក្ខពិតនិងពិធីរំដោះទុក្ខពិតឧទាហរណ៍ពលៈទាំង5ទី1សទ្ធាពលៈជំនឿជាកម្លាំងជាលើខ្លួនឯងជាកម្លាំងដ៏ជាធំជួយគេឲ្យជឿលើខ្លួនឯងជាកម្លាំងជាលើគ្នាទៅវិញទៅមកជាលើភាវៈធម៌ពិតពីវិរិយៈហើយក្តីព្យាយាមប្រឹងប្រែងជាកម្លាំងកុំធ្វើអំពើអាក្រក់ផ្អាករាល់ការធ្វើនៅអំពើទុច្ចរិតវិជ័យទុច្ចរិតនិងមនោទុច្ចរិតកុំចាត់អំពើអាក្រក់ដែលមាននៅក្នុងចិត្តរបស់ខ្លួនធ្វើឲ្យកើតទៅជាបុណ្យសន្តានសាងនៅកុសលរក្សាអំពើល្អនិងធ្វើអំពើល្អឲ្យកើតឡើងទី3សតិពលៈការរលឹកជាកម្លាំងសតិដឹងជាការប្រចាំនៅរាល់សកម្មភាពខាងផ្លូវកាយផ្លូវចិត្តគំនិតរាល់ដង្ហើមចេញចូលជាការប្រពៃបំផុតសតិដឹងថាការប្រចាំរស់នៅអំពើល្អនិងអាក្រក់អ្វីជាបុណ្យអ្វីជាបាបរាល់ដង្ហើមចេញចូលសតិចាប់ភ្លឹកតាន់ពេលវេលានៅហេតុណាអាក្រក់ល្អដែលកើតឡើងនិងដែលបំរុងនឹងកើតមានឡើង4សមាធិពលៈការបង្កចិត្តឲ្យនឹងជាគំនិតជាកម្លាំងការគ្រប់គ្រងចិត្តឲ្យនៅនឹងកលក្នុងអារម្មណ៍ការហាត់ពត់ចិត្តវឹកហាត់ចិត្តឲ្យគោរពតាមបញ្ជាជាមធ្យោបាយការប្រើប្រាស់បាននៅរាល់កម្លាំងចិត្តជាការសម្រេចបំណងភាពស្ងប់ស្ងាត់
របស់ចិត្តជាភាពខ្លាំងក្លាបំផុតរបស់ចិត្តទី5បញ្ញាពលៈឬភាពជាអ្នកធំនៃកើតបញ្ញាលោកយៈបញ្ញាគឺជាបញ្ញាដែលធ្វើឲ្យពិភពលោករបស់យើងនេះមានការរីកចម្រើនលូតលាស់បានយ៉ាងលឿនរហ័សសូមអនុមោទនាខ្ញុំកណាសូមថ្លែងនៅពធបណ្ដឹងចាស់ណាសូមគ្រប់ជូនពរញាតិញោមយាយតាពុទ្ធបរិស័ទទាំងអស់សូមបានសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់គ្នាទៅសូមអនុមោទនា